សួស្តីទៅកាន់មួយនេះថ្ងៃនេះគឺចេញទៅមួយទៀតហើយគឺ Asus Vivo Book Go 15 series ឆ្នាំ2026តែម្ដងគឺ E1504 រូបរាងស្អាតមែនទែនសម្រាប់ការងារ Office ទូទៅ Word Excel អីគឺ C point តែម្ដងតោះយើងទៅមើលរូបរាងទាំងអស់គ្នាសម្រាប់ keyboard វិញគឺងាយមែនទែនគឺស្រួលភ្លើងសម្រាប់អ្នកនរគ្នាប្រើប្រាស់ពេលយប់អីគឺត្រូវម៉ាច់តែម្ដងហើយថែមទាំងពណ៌ខ្មៅក្រឹបតែម្ដងតោះយើងទៅមើល spec នេះសម្រាប់ spec វិញគឺបំពាក់ដោយ CPU Celeron N150 ហើយ RAM វិញគឺ 8GB DDR5 ហើយ storage វិញគឺ256 PCIe ហើយចំពោះទំហំអេក្រង់វិញគឺ 15.6 Full HD IPS ហើយចំណែក VGA វិញគឺ Intel Graphics មកជាមួយផងដែរហើយជាចុងក្រោយគឺភ្ជាប់ជាមួយនឹង Windows 11 Home License នេះយើងអាចប្រើប្រាស់ការងារទូទៅ Word Excel PowerPoint គឺផ្នែក account អីផ្សេងគឺបានងាយស្រួលតែម្ដងសម្រាប់រូបរាងវិញគឺមានច្រើន port សម្រាប់អ្នកនរគ្នាអាចប្រើប្រាស់ copy data transfer data ហើយលក្ខណៈមួយទៀតគឺ key ភ្លើងមកជាមួយផងដែរអាចប្រើប្រាស់ពេលយប់អីគឺអែមតែម្ដងសម្រាប់តម្លៃ promotion ចូលឆ្នាំចិននេះគឺតម្លៃ special មែនតើគឺត្រឹមតែ$349តែប៉ុណ្ណោះហើយបូកនឹងការចាប់អាំងប៉ាវថែមមួយទៀតអូខេខ្ញុំមានតែប៉ុណ្្នឹងទេ complete ជួបគ្នានៅវីដេអូក្រោយណាបាយបាយ